បងប្អូនខ្ញុំមានកូនដើមលម៉ើបងប្អូនបាទកូនលម៉ើនេះគឺថាបណ្ដោះខ្លួនឯងណាបាទនេះល្អណាស់បាទមើលទៅស្តៀងកូនថ្នោតមើលទៅស្តៀងកូនដើមថ្នោតប៉ុន្តែមិនមែនថ្នោតទេណាបងប្អូនគឺលម៉ើបាទល្អណាស់បាទមើលដើមរបស់វាគឺថាប៉ិនម្រាមដៃហើយនេះល្អមែនទែនក្រែងលោបងប្អូនត្រូវការអីអាចឆាតមកសួរបាទ comment តាក់ទងបានបងប្អូនបាទដាក់លេខទូរស័ព្ទមកខ្ញុំនឹងតាក់ទងទៅបងប្អូនហើយលម៉ើខ្ញុំបណ្ដោះនេះជាលើកទី3លើកទី4ហើយបាទហ្នឹងហើយបណ្ដោះគ្រាប់បាទលម៉ើនេះជាប្រភេទលម៉ើយើងញ៉ាំដំណាប់បាទលម៉ើញ៉ាំដំណាប់ខ្ញុំបានបណ្ដោះមួយសាមុនគឺថាបានដាំខ្លួនឯងលក់ជូនបងប្អូនខ្លះហើយបានដាំខ្លួនឯងប្រហែលជាខ្ទង់4 10 20ដើមនៃដីបាទអញ្ចឹងវាលូតលាស់តាមដំណើរធម្មជាតិវានេះខាងនេះបងប្អូនអើយនេះខ្យល់ម្សិលមិញជ្រុះផ្លែម៉ូនបាទអត់ទាន់នឹងទុំល្អផងនេះជ្រុះពេញនេះឯនេះមានអាខ្មៅមានអាក្រហមនេះបាទបងប្អូនចង់ឃើញដើមវាម៉ូននេះខ្ញុំខ្ញុំបង្ហាញក៏ឃើញដើមភ្ញាក់ផ្អើលតែម្ដងនេះនេះដើមម៉ូនហ្នឹងបងដើមម៉ូនហ្នឹងគឺថាស្មើចកាសស្មើដើមទ្រូងនេះដើមម៉ូននឹងកំពុងផ្លែប្រងព្រាតទៀតហើយបាទផ្លែណាស់បាទឲ្យតែដល់ពេលផ្លែគឺផ្លែហើយដើមទូចក៏ផ្លែដើមធំក៏ផ្លែចឹងនេះបងប្អូនបង្ហាញពីលម៉ើបន្តទៀតបាទវីដេអូនេះចង់បង្ហាញបងប្អូនពីលម៉ើនេះបណ្ដោះតំណាលគ្នាណាបាទបណ្ដោះតំណាលគ្នានេះដីដែលយើងបណ្ដោះហ្នឹងវាអត់ល្អស្មើគ្នាទេតែវាអញ្ចឹងការលូតលាស់របស់លម៉ើយើងគឺវាទូចបាទទូចជាងគេមែនទេនេះទូចជាងគេប៉ុន្តែរស់ដូចគ្នាបាទយើងគ្រាន់តែយកទៅដូរផើងបាទដូរថង់ដូរអីដាក់ជីអេកូដាក់អីល្អមកបាទល្អដូចគ្នាបាទនេះអានេះល្អបាទស្លឹកដើមដងនេះមើលទៅស្អាតណាស់បាទហ្នឹងហើយលម៉ើនេះមានច្រើនគួរសមបាទបន្តិចទៀតខ្ញុំនឹងបង្ហាញដើមលម៉ើធំដែលខ្ញុំដាំបាន3ឆ្នាំបាទខ្ញុំដាំបាន2ឆ្នាំ3ឆ្នាំហើយបាទចឹងអានេះយើងបណ្ដោះដោយគ្រាប់បណ្ដោះលម៉ើជាលក្ខណៈហូបដំណាប់បាទពេលយើងដាំវាផ្លែបាទដោយសារតែស្រុកយើងវាអាកាសធាតុក្តៅអញ្ចឹងវាដូចនៅខាងប៉ែកប្រទេសអារ៉ាប់ប្រទេសអីដែរណាបងប្អូនបាទអញ្ចឹងខាងប៉ែកអារ៉ាប់ខាងអីក្តៅហ៎បាទប្រទេសផ្សេងនៅក្បែរអារ៉ាប់ហ្នឹងក៏ក្តៅដែរអញ្ចឹងគេដាំប្រភេទដំណើរលម៉ើហូបដំណាប់នឹងឯងដោយសារតែពេលដែលវាផ្លែមកគឺទុកឲ្យវាក្រៀមបាទទុកឲ្យវាក្រៀមនៅលើដើមនឹងឯងតមកបានគេបេះបាទអញ្ចឹងអាកាសធាតុក្តៅគឺជាអាកាសធាតុល្អសម្រាប់ដាំដំណើរលម៉ើដំណាប់បាទវាក្រៀមទៅវាកាត់ដំណាប់តែម្ដងបាទអញ្ចឹងគេគ្រាន់តែបេះមកធ្វើការលាងសម្អាតវាសម្ងួតវាបន្តិចគេច្រកថង់បាទច្រកកញ្ចប់ច្រកអីតែម្ដងបាទអត់មានបាក់ថែមស្ករអត់មានបាក់អីទេបាទផ្អែមល្អណាស់ផ្អែមជាលក្ខណៈស្ករធម្មជាតិវាតែម្ដងបាទអញ្ចឹងមានច្រើនបងប្អូននេះនៅខាងនោះទៀតបាទនៅខាងនោះទៀតសិតតកូនលម៉ើខ្ញុំអត់ទាន់បានរៀបចំវាដូរកតងទៅអីបាទដូរដីទៅអីវាថែមជីថែមអីវាបានត្រឹមត្រូវវាបានស្ទុះបាទដោយសារតែមួយរយៈនេះក៏រវល់ការងារផងបាទផ្សេងចុះឡើងនេះបងប្អូនខាងនេះច្រើនបងប្អូនឲ្យមើលបន្តិចដើមឈើកូនរុក្ខជាតិផ្សេងឥឡូវយកទៅដាំយកទៅអីអស់មួយចំនួនហើយនេះនៅតែលម៉ើនៅតែកូនធ្នង់បាទលម៉ើកូនធ្នង់កូនអីនោះចឹងមួយដើមនេះគឺប៉ាន់វាល្អណាស់បាទប៉ាន់វាល្អណាស់នៅតែជាខ្ទង់4 10ដើម4 10ដើមបើថាត្រូវការអីយកទៅដាក់ដាំជាលក្ខណៈលំអ4 5ឆ្នាំ
6 ឆ្នាំmới tớiបានផ្លែញ៉ាំបាទចឹងបងប្អូនចង់បានលក្ខណៈអញ្ចឹងគឺអាចតាក់ទងមកបាទតាក់ទងមកខ្ញុំបានចឹងយើងចែកជូនគ្នាទាំងអស់គ្នាតោះយើងទៅមើលដើមនៅខាងនេះដើមដែលខ្ញុំប្រាប់បងប្អូនមិញខ្ញុំដាំបាន3ឆ្នាំជាងបាទក្នុង3ជាងចេញផ្កាហើយបាទចេញផ្កាម្ដងពីរដងហើយបាទនេះដើមនេះវាអញ្ចឹងហើយបងប្អូនដើមល្មើយើងណាល្អណាស់បាទល្អណាស់បានតែប៉ុណ្្នឹងហើយគឺថាបើសិនជាខ្ញុំលក់ក៏គេមកគ្រឹះដែរបងប្អូនតែនិយាយថាខ្ញុំអត់ទាន់ចង់លក់ទេដោយសារតែយើងដាំលម្អនៅផ្ទះបាទអញ្ចឹងទុកវាស្អាតទៅហើយវាបានផ្លែបានអីហូបផងនេះធំល្អណាស់បាទនេះស្លូនទៅលើបាទហើយមានដើមលហុងនៅដុះអមនេះលិចក្បាលខ្ញុំបាត់ហើយបាទខ្ពស់ល្អណាស់ចង់ស្មើដបូលផ្ទះខ្ញុំបាទនេះដបូលផ្ទះនៅណែនេះបងដបូលផ្ទះហើយចង់ល្មើចង់ស្មើហើយបាទមួយរយៈនេះត្រូវភ្លៀងបងត្រូវភ្លៀងក៏ល្អណាស់បាទហើយជីនឹងគ្មានតែពិបាកអីងាយទេបាទដាក់តែអាចគោអាចមន់ទៅថាល្អយកទៅណាមអស់ចឹងដើមវាចូលបើសិនយើងវាស់មើលវាចូល2 ទឹកជាងហើយបាទដើមវាបងប្អូនមុខកាត់របស់វាបាទ2 ទឹកហើយដើមនេះធំណាស់បាទវាមានស្ទាប់ដូចធៀងដូងដូចធៀងអីចឹងបាទមកកន្លែងនេះខ្ញុំកាត់វាដោយសារវាស្ដុកពេកបើស្ពេសបងប្អូនធំមិនកាត់វាទេទុកវាស្អាតអញ្ចឹងហើយបាទតែនេះខ្ញុំកាត់វាអាមេឃក្រមកាត់វាខ្លះកាត់អស់ហើយជា4-10 ធៀងបាទនៅអាធៀងកដាលហ្នឹងល្អមែនទេបាទមើលទៅបងប្អូនមើលទៅរងសឡូនហ្មងហ្នឹងហើយពេលក្តៅខ្ញុំជ្រោកតែក្រំម្លប់វាហ្នឹងឯងបាទអញ្ចឹងវាអត់ទាន់កាន់ទេបាទផ្កាអត់ទាន់កាន់ទេមើលហ្នឹងបើទោះបីជាវាមិនផ្លែក៏មិនបញ្ហាដែរព្រោះខ្ញុំដាំហ្នឹងវាជាលក្ខណៈលំអបាទដើមប៉ុណ្ណេះបើសិនជាលក់ឲ្យគេតគេតាមទិញទៅរហូតហ្នឹងបាទលក់ឲ្យគេយ៉ាងហោចណាស់ក៏30-40 រៀលដែរបាទគេគោះទៅខ្លួនគេបងប្អូន30-40 រៀលមិនមែនយើងគោះឲ្យទេបាទគេគោះទៅខ្លួនគេពូល្មើនេះគេធំស្អាតស្អាតទៅហើយសម្រាប់បងដែលគាត់យកទៅដាក់តាំងនៅមុខផ្ទះដូចផ្ទះវិឡាផ្ទះអីគាត់ស្អាតណាស់បាទហ្នឹងចឹងខ្ញុំអត់ទាន់លក់បើថាចង់លក់ក៏ប្រាប់គាត់ទៅគាត់មកគ្រឹះយកបាទយើងអត់សូវមានបច្ចេកទេសគាត់ខ្លាចវាខុសបច្ចេកទេសខ្លាចយើងអត់រស់ណាបាទតែពួកគាត់មានបច្ចេកទេសគាត់យកទៅដាក់បំពន់ឬបំពន់អីមិនទៅគាត់យកទៅដាំបានហើយបាទចង់ដឹក24 ខេត្តក្រុងឆ្លងប្រទេសក៏បានដែរអញ្ចឹងហ្នឹងហើយបងប្អូនមិនឆ្ងល់ដើមល្មើដែលគេលក់គេហ្នឹងគេផ្សំយ៉ាងម៉េចអញ្ចឹងល្មើនៅដីចំការរបស់ខ្ញុំហ្នឹងគឺប៉ុណ្ណេះហើយបាទខ្លះក៏ពាក់កដាលដើមនេះខ្លះក៏ប៉ុណ្ណេះដែរខ្លះក៏នៅទូជាងនេះណាបាទតាមសន្តានដីដែរបងប្អូនដីយើងល្អក៏វាលឿនលឿនបានជីបានអីដីធូរដីអីល្អវាចាក់ឫសល្អហ្នឹងហើយយើងដាំឯនោះទៅតាមលក្ខណៈធម្មជាតិបងប្អូនអើយដែលបានស្រោចទឹកស្អីខែប្រាំងក៏ក្តៅខ្លាំងទៅប៉ុន្តែស៊ូណាស់បាទដូចដើមត្នោតអញ្ចឹងបាទស៊ូជាងដើមដូងណាគ្មានមេគ្មានអីណាមកស៊ីវាទេបាទនិយាយទៅគឺដូចដើមត្នោតគ្មានអីមកសម្លាប់ដើមត្នោតបានទេបាទឲ្យតែថាដើមត្នោតបានដោះបានរស់ហើយគឺថារស់ហើយបាទចឹងណាបងប្អូនល្មើចុះបើសិនជាបងប្អូនគិតថាត្រូវការយកទៅដាំតាំងលំអហើយថ្មិចបើកណា4-5 ឆ្នាំទៅវាបានផ្លែបានអីហូបខ្លះបងប្អូនអាចទាក់ទងមកបាទខ្ញុំមានកូនវាបាទមានកូនវាដើម្បីលក់ជូនបងប្អូនណាក្នុងតម្លៃ
phóc phóc thế bà tàn tầm hôm đam liền mà mơn riêu cả miên bà miên mà đam mà mơn pram cả miên bà cái tam tầm hôm đam thế còn đam miên tội miên thông nè chẳng là mơ ní côอายุ វាយូរcô xóm đâyបង ហើយការដែលយើងមិនដោះនោះសឹងវាថាទ្រាំមិនដោះចង់ចូល3ខែបាទ មិនលេងសើចទេបាទក្របវាគេថាដូចក្របថ្នោតអញ្ចឹងអាសបកវារឹងហ៎ចាំរួមដល់ដោះចង់ចូល2 3ខែបាទបើសិនជាអ្នកអត់មានការអត់ធ្មត់បោះបង់ចោលណាអញ្ចឹងអានេះដោយសារតែយើងស្រឡាញ់ខាងនេះទៅគឺយើងខាងនោះស្ដុកណាស់បងស្ដុកមិនបានចាប់កាប់ឆ្កាមាននេះមានកសាំងទៀតមានស្មៅមានអីដកដើមផ្សេងទៅដាំអស់មួយសាហើយឥឡូវនៅអានឹងវាត្រូវការរៀបចំវាបន្ថែមយកវាមកដាក់ថែមដីថែមជីថែមអីវាដើម្បីវាល្អរៀងស្ទុះអីឡើងវិញបាទហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនអត់តាក់ទងជាមួយបងប្អូនយើងមកគាត់តាក់ទងក៏លក់ជូនទៅគាត់បើគាត់អត់តាក់ទងគឺយកទៅដាំដីខ្លួនឯងទៀតហើយបាទណាចាំឲ្យវាធំ 4-5 ឆ្នាំទៅគោះបាទមកដើម40រៀលមកដើម50រៀលអីចឹងអញ្ចឹងវាដាំទៅបាទដាំទៅតម្រូវការគឺថាចេះតែមានហើយបាទហ្នឹងហើយដាំលំអផងបានផ្លែបានអីហូបផងអញ្ចឹងស្រុកយើងជាអាកាសធាតុអំណោយផលចឹងយើងដាំអីក៏កើតដាក់ដាំទៅបងប្អូនហ្នឹងហើយចំណុចខាងនេះគឺគុយបាទកូនគុយដោះល្អបាទដោះល្អខ្ញុំបដោះ2 3សាហើយបងប្អូនសម្រាប់វីដេអូហ្នឹងក៏មានតែប៉ុណ្ណឹងសិនទៅបាទហើយអរគុណសម្រាប់ការទស្សនាបងប្អូនបើត្រូវការអាចទាក់ទងមកខ្ញុំបានអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយបាទជម្រាបលា